ទំនងជាចិនទ្រាំលេងបានហើយដោយជប៉ុនកាលពីថ្ងៃសៅរ៍ទី6ធ្នូបានអះអាងថាយន្តហោះចម្បាំង J-15 របស់ចិនបានតម្រង់រ៉ាដាគ្រប់គ្រងការបាញ់មីស៊ីលរបស់ពួកគេទៅកាន់យន្តហោះចម្បាំង F-15 របស់ជប៉ុនចំនួន2លើកដាច់ដោយឡែកពីគ្នានៅលើដែនទឹកអន្តរជាតិភាគអាគ្នេយ៍នៃកោះអូគីណាវ៉ាដែលជំរុញឲ្យជប៉ុនធ្វើការតវ៉ាជាផ្លូវការជាមួយទីក្រុងប៉េកាំងលើអ្វីដែលទីក្រុងតូក្យូហៅថាការកើនឡើងគ្រោះថ្នាក់នៃការបង្កសង្គ្រាមក្នុងតំបន់ការតម្រង់មីស៊ីលមកលើ F-15 នេះបានកើតឡើងបន្ទាប់ពីប្រទេសទាំងពីរមានចំនួនការទូតចាប់តាំងពីថ្ងៃទី7វិច្ឆិកាកន្លងមកហេតុការណ៍នេះមិនត្រូវបានបង្ហាញជាសាធារណៈលម្អិតទេថាយន្តហោះ F-15 ជប៉ុនកំពុងហាត់សមយោធាឬល្បាតក្នុងដែនទឹករបស់ខ្លួនឡើយគ្រាន់តែជប៉ុនបានចាប់សញ្ញាព្រមានដល់គ្រោះថ្នាក់យ៉ាងច្បាស់លាស់នៅពេលដែលយន្តហោះទាំងពីរស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីគ្នាដែលជាចម្ងាយគ្រប់គ្រាន់ល្មមសម្រាប់មីស៊ីលបាញ់ប្រហារមកលើគោលដៅនេះជាឧបទ្ទវហេតុត្រូវបានចាត់ទុកគ្រោះថ្នាក់ខ្លាំងបំផុតកាសែត Japan Times នៅថ្ងៃទី7ធ្នូនេះបានរៀបរាប់ថារដ្ឋមន្ត្រីក្រសួងការពារជាតិលោកស៊ីនជីរ៉ូ គូហ្សេមីបានថ្កោលទោសឧបទ្ទវហេតុទាំងនេះក្នុងអំឡុងពេលសន្និសីទព័ត៌មានមួយនៅព្រឹកថ្ងៃអាទិត្យទី7ធ្នូដោយបញ្ជាក់ថាសញ្ញាព្រមានរ៉ាដាទាំងនេះលើសពីអ្វីដែលចាំបាច់សម្រាប់ប្រតិបត្តិការសុវត្ថិភាពរបស់យន្តហោះនិងបង្កើតសកម្មភាពដ៏គ្រោះថ្នាក់យន្តហោះចម្បាំងចិនដែលបានបាញ់ចេញពីនាវាផ្ទុកយន្តហោះ Lightning ដែលបានតម្រង់រ៉ាដារបស់ពួកគេសម្ដៅមកលើយន្តហោះចម្បាំងរបស់ជប៉ុនតែម្ដងដែលត្រូវបានរុញច្រានដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពានដែនអាកាសដែលអាចកើតមានឡើងប្រភពដដែលបានបន្តទៀតថាចិនបានប្លាក់គង្រាយនាវាកងទ័ពជើងទឹកនិងនាវាឆ្មាំឆ្នេរសមុទ្រជាង100គ្រឿងនៅទូទាំងដែនទឹកអាស៊ីខាងកើតចាប់តាំងពីចំនួនបានកើតឡើងមកដែលតំណាងបង្ហាញកម្លាំងសេចក្ដីយោធាដែលមិនធ្លាប់មានពីមុនមកជុំវិញសេចក្តីថ្លែងការណ៍អ្នកស្រីសណៃតកៃឈីអំពីអន្តរាគមន៍យោធាដែលអាចកើតមានក្នុងគ្រាអាសន្ននៃចំនួនកោះតៃវ៉ាន់ដោយឡែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានពិពណ៌នាអំពីសកម្មភាពថ្មីៗរបស់នាវាផ្ទុកយន្តហោះនេះថាគ្រាន់តែជាការវឹកហាត់យោធាជាប្រចាំដែលមានគោលបំណងសាកល្បងសមត្ថភាពការពារដែនអាកាសសមុទ្រឆ្ងាយនិងការប្រយុទ្ធគ្នាតែប៉ុណ្ណោះទន្ទឹមនឹងនេះអ្នកនាំពាក្យក្រសួងការបរទេសចិនលោកលៀនចាងបានបដិសេធមិនធ្វើអត្ថាធិប្បាយជាក់លាក់លើឧបទ្ទវហេតុរ៉ាដានេះទេប៉ុន្តែបានបញ្ជាក់ថាសកម្មភាពយោធាចិននៅក្នុងតំបន់នេះត្រូវបានធ្វើឡើងស្របតាមច្បាប់ក្នុងស្រុកនិងច្បាប់អន្តរជាតិរបស់ចិនតួយ៉ាងទីក្រុងប៉េកាំងបានចោទប្រកាន់ប្រទេសជប៉ុនថាមានប្រតិកម្មហួសហេតុចំពោះអ្វីដែលខ្លួនចាត់ទុកថាជាប្រតិបត្តិការការពារតែប៉ុណ្ណោះជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន